ធ្វើគេទីខាន់នៅព្រឹកនេះបាទចែកចំណែកនៃផលបុណ្យនេះទៅដល់លោកបងប្អូនទាំងអស់គ្នាជាពិសេសលោកឪពុកអ្នកម្ដាយរបស់ខ្ញុំសូមឲ្យទទួលបាននៅផលបុណ្យនេះនៅចំណែកស្មើគ្នាផងដែរអញ្ចឹងអ្នកដែលឈឺសូមឲ្យជាអ្នកដែលរកទទួលទានមិនបានសូមឲ្យរកទទួលទានបានចាប់ពីពេលនេះតទៅផងដែរសូមអរគុណសូមជម្រាបលា